ជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះមករៀនធ្វើសាច់ក្រកសាច់គោកាលពីមុនខ្ញុំធ្វើដែរប៉ុន្តែខ្ញុំធ្វើសាច់ក្រកសាច់ជ្រូកហើយឥឡូវនេះនឹកឃើញថាខែក្តៅអញ្ចឹងអាសាអាំងសាច់ក៏សាកមករៀនធ្វើសាច់ក្រកសាច់គោតែម្ដងទៅហើយសាច់គោរបស់ខ្ញុំយកសាច់ជាប់ខ្លាញ់ហើយខ្ញុំទិញហ្នឹងគឺយកមកកិនធ្វើខ្លួនឯងហើយគ្រឿងផ្សំរបស់ខ្ញុំអត់មានអីច្រើនទេបងប្អូនមានកលីងមានខ្ទឹមសមានម្ទេសមានដែងមានស្លឹកក្រូចសើចអីទៅតាមហ្នឹងទៅហើយឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមកិនសាច់ហើយសាច់នេះខ្ញុំកិនអត់យកម៉ត់ 100% ទេខ្ញុំកិនយកតែមួយល្មមទេបងប្អូនបើសិនជាយើងកិនម៉ត់ពេកក៏អត់សូវឆ្ងាញ់ដែរឥឡូវហ្នឹងសាច់របស់ខ្ញុំនេះគឺកិនហើយហើយដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងបន្ទាប់ពីខ្ញុំកិនហើយអស់ហើយសាច់ហ្នឹងគឺខ្ញុំចាប់ផ្ដើមលាយគ្រឿងតែម្ដងហើយគ្រឿងរបស់ខ្ញុំហ្នឹងបងប្អូនខ្ញុំនឹងបង្ហាញបងប្អូនបន្តិចទៀតហ្នឹងមានអីខ្លះអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនគិតថាខ្ញុំធ្វើហ្នឹងអត់ត្រូវតាមក្បួនឬមួយក៏មិនបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានព្រោះអីនេះខ្ញុំរៀនធ្វើខ្ញុំមិនអ្នកជំនាញអីទេខ្ញុំរៀនធ្វើត្បូងអញ្ចឹងគឺវាអត់ទាន់ស្ទាត់អីទេហើយអីដែលខ្ញុំបង្ហាញហ្នឹងគឺស្រាថ្នាំចិនបងប្អូនមុនដំបូងហ្នឹងខ្ញុំមានស្រាថ្នាំចិនហើយខ្ញុំដាក់ស្ករអំបិលប៊ីចេងខ្ញុំថែមម្សៅស៊ុបខ្នុរកន្លះស្លាបព្រាទៀតហើយគ្រឿងផ្សំដែលខ្ញុំបង្ហាញបងប្អូនពីខាងដើមហ្នឹងមានប្រមាណហ្នឹងគឺចាក់ចូលទាំងអស់តែម្ដងបន្ទាប់មកខ្ញុំដាក់ស្រាថ្នាំចិនហ្នឹងហើយខ្ញុំច្បាច់វាច្បល់វាឲ្យម៉ត់ទៅតាមហ្នឹងទៅហើយខាងក្រោយទៀតបានខ្ញុំថែមអង្ករលីងខ្ញុំដាក់ក្រោយគេហើយមានអ្នកខ្លះគាត់ថែមបាយសណាប៉ុន្តែខ្ញុំអត់ដាក់បាយសទេខ្ញុំដាក់តែអង្ករលីងព្រោះខ្ញុំរៀនធ្វើអញ្ចឹងទៅខ្ញុំចង់ដឹងថាបើសិនជាយើងដាក់តែអង្ករលីងអញ្ចឹងទៅហើយវាជូរអត់អញ្ចឹងណាបន្ទាប់មកខ្ញុំអាប់វាទុកប្រហែលជា2ម៉ោងកន្លះអញ្ចឹងបានខ្ញុំចាប់ផ្ដើមនេះដូចពុះជ្រូកអញ្ចឹងណាបងប្អូនប៉ុន្តែម៉ាក់នេះគឺអត់ល្អទេខ្ញុំទិញខុសណាហើយខ្ញុំត្រូវមើលនៅក្នុងទូកកសល់ពីមុនមកហ្នឹងសល់មួយល្មមតែថាខ្ញុំអាចធ្វើសាច់ក្រកសាច់គោនឹងបានណានេះបងប្អូនអានេះខ្ញុំទិញកាលពីមុនមកណាគឺវាងាយស្រួលហើយវាទន់ទៀតហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើកូនខ្ញុំមកសួរថាធ្វើអីគេហ្នឹងខ្ញុំប្រាប់គាត់ថាធ្វើសាច់ក្រកសាច់គោអញ្ចឹងណារៀនធ្វើហើយគាត់ក៏ឆ្លើយថាអូហើយដើរទៅវិញទៅហើយខ្ញុំនេះនិយាយទៅយូរធ្វើម្ដងទេអញ្ចឹងហើយបានខ្ញុំអត់ទិញអាម៉ាស៊ីនទៅថាម៉ាស៊ីនសាច់ក្រកណាបងប្អូនគាត់ថាដាក់ប្រើម៉ាស៊ីនទៅគឺវាងាយស្រួលហើយខ្ញុំអត់មានម៉ាស៊ីនអីទេខ្ញុំប្រើប្រដាប់ដៃណាអញ្ចឹងវារៀងយូរហើយនេះនៅពេលដែលខ្ញុំធ្វើហើយខ្ញុំអត់យកទៅហាលនៅខាងក្រៅអីទេខ្ញុំហាលនៅក្នុងម៉ាស៊ីននឹងឯង